សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តស្រង់ប្រសាសន៍សំខាន់របស់ថ្នាក់ដឹកនាំពាក់ព័ន្ធទៅនឹងការពង្រឹងខ្លួនរបស់កម្ពុជាខ្លួនឯងដើម្បីការពារអធិបតេយ្យភាពបូរណភាពទឹកដីនិងប្រជាជនទី1សាររបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជាក្នុងឱកាសរំលឹកខួបទី75នៃថ្ងៃបង្កើតគណៈបករយៈពេលជាង47ឆ្នាំកន្លងទៅនេះជាការពិតជាក់ស្ដែងដែលបង្ហាញថាមិនថាស្ថិតក្នុងកលៈទេសៈនិងស្ថានភាពណាឡើយដែលគណៈបកប្រជាជនកម្ពុជាតែងតែឈរយ៉ាងរឹងមាំនៅលើជំហររបស់ខ្លួននិងរក្សាខ្ជាប់ខ្ជួននៅភាពត្រឹមត្រូវខាងនយោបាយជាមួយគ្នានេះការផ្សារភ្ជាប់រវាងគណៈបកជាមួយនឹងប្រជាជនបានចាក់គ្រឹះនៅក្នុងដំណើរការជាតិដែលគ្មានអ្វីអាចមកបំផ្លាញបានឡើយហើយនេះជាកត្តាជាសារវ័ននៃរាល់ជ័យជំនះរបស់ជាតិឈរនៅលើមូលដ្ឋាននេះប្រជាជនខ្មែរបានឃើញច្បាស់អំពីសារជាតិរបស់គណៈបកប្រជាជនកម្ពុជាដែលជាគណៈបករបស់ប្រជាជនដោយសារប្រជាជននិងដើម្បីប្រជាជននិងជាគណៈបកដែលមានធម៌ពលនិងសមត្ថភាពគ្រប់គ្រាន់នៅក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅរកអនាគតដ៏រុងរឿងអាស្រ័យហេតុនេះហើយបានជាកន្លងទៅគណៈបកប្រជាជនកម្ពុជាទទួលបានជ័យជំនះនៅគ្រប់ការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យទាំងការបោះឆ្នោតថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិជាក់ស្ដែងក្នុងរយៈពេល6ខែដើមឆ្នាំ2026នេះបើទោះបីជាត្រូវរងឥទ្ធិពលអវិជ្ជមានពីការវិវត្តយ៉ាងស្មុគស្មាញនៃសភាពការអន្តរជាតិនិងឥទ្ធិពលពីសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជាយ៉ាងណាក្តីក៏ប្រទេសជាតិយើងនៅតែបន្តឈានទៅមុខនៅលើមាគ៌ាអភិវឌ្ឍដោយរក្សាបាននៅស្ថិរភាពនយោបាយសន្តិសុខសណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គមព្រមទាំងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងលំនឹងជីវភាពរបស់ប្រជាជនយើងបានប្រឹងប្រែងប្រែក្លាយការលំបាកឲ្យទៅជាឱកាសនៅក្នុងការពង្រីកខ្លួនដោយខិតខំពង្រឹងផលិតកម្មក្នុងស្រុកលើកស្ទួយការប្រើប្រាស់ផលិតផលជាតិនិងកិច្ចខិតខំប្រឹងប្រែងប្រមូលចំណូលពន្ធជាដើមការនេះបានឆ្លុះបញ្ចាំងអំពីភាពធន់របស់កម្ពុជាដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍបន្តនិងការឆ្លើយតបទៅនឹងការប្រែប្រួលថ្មីនៅពេលខាងមុខទៀតបងប្អូនជនភៀសសិកដោយសារសង្គ្រាមឈ្លានពានមួយចំនួនបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងនិងប្រកបមុខរបររបស់ខ្លួនឡើងវិញខណៈដែលបងប្អូនជនភៀសសិកមួយចំនួនទៀតនៅមិនទាន់អាចវិលត្រឡប់ទៅភូមិឋានផ្ទះសម្បែងរបស់ខ្លួនបាននៅឡើយដែលត្រូវកងទ័ពថៃប្រើប្រាស់កម្លាំងកាន់កាប់នៃខុសច្បាប់នៅទីនោះរាជរដ្ឋាភិបាលបានផ្ដល់ការគាំពៀនិងជួយឧបត្ថម្ភដល់ការរស់នៅរងចាំទម្រាំបងប្អូនអាចវិលត្រឡប់ទៅកាន់ភូមិឋានរបស់ខ្លួនវិញព្រមជាមួយគ្នានោះយើងបានខិតខំធ្វើឲ្យសហគមន៍អន្តរជាតិបានយល់ដឹងពីការពិតហើយគាំទ្រជំហរដ៏ត្រឹមត្រូវរបស់កម្ពុជាក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃដោយសន្តិវិធីដោយផ្អែកលើច្បាប់ចំណែកបងប្អូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយការងារជូនបងប្អូនការធានាបាននៅស្ថានភាពដូចនេះគឺអាស្រ័យទៅដោយកម្លាំងមហាសាមគ្គីរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈនៅគ្រប់ទិសទីជុំវិញរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដើម្បីការពារទឹកដីការពារសមិទ្ធផលជាតិនិងបន្តឈានឆ្ពោះទៅមុខតាមមាគ៌ាអភិវឌ្ឍដ៏ត្រឹមត្រូវរបស់កម្ពុជាទី2ប្រសាសន៍របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីក្នុងឱកាសជួបសម្ដែងសម្ដាលជាមួយមហាគ្រួសារសហគ្រាសធុនតូចនៅមជ្ឈមកម្ពុជាកាលពីពេលថ្មីនេះក្នុងអាណត្តិទី7នេះរាជរដ្ឋាភិបាលបាននឹងកំពុងឆ្លងកាត់វិញ្ញាសាធំដូចជាសង្គ្រាមឈ្លានពានព្រំដែននិងអធិបតេយ្យភាពអក្រិតកម្មឆ្លងដែនសម័យថ្មីនិងការរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ចក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងតែជួបប្រទះភាពមិនប្រកបប្រជាគោលដៅអត្ថប្រយោជន៍ធំបំផុតក្នុងការដោះស្រាយបញ្ហាទាំងនេះគឺដើម្បីជាតិនិងប្រជាជនដើម្បីការពារទឹកដីនិងឯករាជ្យភាពជាតិ
ព្រមទាំងស្ថិរភាពជីវភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជាបន្តប្រកាន់ខ្ជាប់នូវយន្តការចរចាដោយសន្តិវិធីនិងការអត់ធ្មត់ខ្ពស់ដោយប្រើប្រាស់ច្បាប់អន្តរជាតិជាមូលដ្ឋានឲ្យអស់លទ្ធភាពដើម្បីបញ្ជៀសការប្រើប្រាស់កម្លាំងយោធាដែលអាចបង្កផលប៉ះពាល់ផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមព្រំដែននិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចជាតិបទពិសោធន៍បានបង្ហាញច្បាស់ថាសង្គ្រាមព្រំដែនមិនត្រឹមតែបំផ្លាញឱកាសនៃវិស័យទេសចរប៉ុណ្ណោះទេប៉ុន្តែថែមទាំងបង្ខំឲ្យពលរដ្ឋត្រូវបង្វែរថវិកាជាតិទៅទិញអាវុធយុទ្ធភ័ណ្ឌជំនួសឲ្យការវិនិយោគទៅលើការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិទៅវិញជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងខ្លួនឲ្យខ្លាំងគឺការលើកកម្ពស់ការផលិតនិងការគាំទ្រផលិតផលក្នុងស្រុកជំនួសផលិតផលនាំចូលពីខាងក្រៅដើម្បីរក្សានិរន្តរភាពនៃការគាំទ្រផលិតផលក្នុងស្រុករោងចក្រសហគ្រាសក្នុងនាមជាវិនិយោគិនត្រូវប្រកាន់គោលជំហរពង្រឹងខ្លួនឯងនិងឈានទៅរកភាពជាម្ចាស់ការលើខ្លួនឯងដែលនេះទើបជាចិរភាពដ៏ពិតប្រាកដតាមរយៈការពង្រឹងសមត្ថភាពគុណភាពនិងតម្លៃសមរម្យទើបអាចធានាបាននូវភាពជឿជាក់និងការគាំទ្រពីសំណាក់អតិថិជនពិសេសប្រជាពលរដ្ឋកម្ពុជាដោយផ្ទាល់អាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិមេត្តាជ្រាបជាព័ត៌មានបាទសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះ